ចាស់សន្សំបារមីអំពើល្អនឹងច្រើនលៀនកោតជាតិបន្តិចដោយញោមធ្វើរាល់ថ្ងៃចឹងធ្វើទានសាសិលចម្រើនសមាធិរឿយណាប៉ុន្តែដើម្បីបានត្រាស់ជាពុទ្ធនេះបើភាសាខាងអ្នកគេជ្រើសរើសបុគ្គលិកហើយ requirement ខ្ពស់ហាគ្រាន់តែតាំងចិត្តណាអស់ពេលរាប់ផែនដីបាននេះមួយជាតិនឹងអញដូចចង់ត្រាស់ដឹងដល់ណាអត់ហ៊ានប្រាប់គេគ្រាន់តែតាំងចិត្តសិនក្នុងធម៌លោកហៅមโนបនិធានដល់ពេលសំការតាំងចិត្តនឹងយូរទៅក៏ចេញជាវាចាប្រាប់ម៉ែប្រាប់បងប្អូនហ្នឹងខ្ញុំសូមត្រាស់ជាពុទ្ធដែរសូមតាំងចិត្តចាំឲ្យគេធ្វើជាសាក្សីក្នុងភាសាធម៌លោកហៅវជ័យបនិធានហើយអត់ទាន់ប្រកាសថាបានត្រាស់ទេនៅជាអនិយតៈប្រែថាមិនទៀងទាត់រហូតដល់ដំណាក់កាលទី3កាយវជ័យមโนបនិធានទាំងកាយទាំងវាចាទាំងចិត្តព្រមគ្នាបានពេលវេលានឹងជួបពុទ្ធអង្គណាមួយដោយពុទ្ធសមណៈគោតមយើងនេះជួបពុទ្ធទីបង្កពុទ្ធមុនណាហ្នឹងហើយអញ្ចឹងដំណើរការវិវត្តមនុស្សលោកយើងទាំងអស់គ្នានេះនឹងកើតស្លាប់ប្រមាណលានកោតជាតិទេណាយើងមិនហេតុឆ្លងកាត់ពេលវេលាព្រះពុទ្ធទីបង្កនឹងដែរប៉ុន្តែមិនដឹងនៅបាតដាលណាមិនដឹងជាសត្វស្អីនៅឯណាប៉ុន្តែព្រះពុទ្ធយើងនេះកាលនោះកើតជាតបោះឈ្មោះសុមេធៈតបោះជាកូនអ្នកមាននេះប៉ុន្តែលះបង់ទ្រព្យសម្បត្តិក៏ទៅបួសជាតបោះហើយមកបិណ្ឌបាតក៏ឮអ្នកស្រុកអ្នកភូមិរៀបឃើញគេរៀបចំធ្វើផ្លូវហើយសួរគេថាធ្វើដើម្បីអីថាពុទ្ធទីបង្កនិមន្តមកអញ្ចឹងក៏លោកជ្រះថ្លាថាអូងាយមានពុទ្ធត្រាស់ដឹងទេក្នុងសង្សារវដ្តនេះច្រើនលៀនកោតជាតិច្រើនលៀនផែនដីមិនងាយអ្នកណាមួយសំបារមីឲ្យបានត្រាស់ដឹងទេអូយឥឡូវខ្ញុំសុំដីមកប្រឡោះផ្លូវនឹងដើម្បីធ្វើសម្រាប់បូជាព្រះអង្គយ៉ាងណាប៉ុន្តែគេអ្នកភូមិអ្នកស្រុកគេមានបងប្អូនគេជួយដល់តបោះហ្នឹងតែម្នាក់ឯងចឹងកាប់ផងហែកផងលីផងសែងផងដល់ពេលព្រះអង្គនិមន្តមកធ្វើអត់តាន់ដល់ធ្វើអត់តាន់ក៏នឹកថាឥឡូវក្រាបឲ្យព្រះអង្គជន់ចោះដើម្បីអីទាំងអស់គ្នាកុំឲ្យប្រឡាក់ប្របាទព្រះអង្គហើយតាំងចិត្តថាដោយអំណាចនៃការបូជានេះសូមឲ្យខ្ញុំបានអីបានត្រាស់ជាពុទ្ធដែរអញ្ចឹងណាប្រាថ្នាអញ្ចឹងណាប្រាថ្នាអញ្ចឹងក៏ល្អដែរប្រាថ្នាឲ្យរួចផុតពីទុក្ខណាញោមណាប្រាថ្នាវាមានកម្រិតប្រាថ្នាមួយប្រាថ្នាចង់ល្បីចង់ឲ្យគេស្គាល់អាហ្នឹងកម្រិតទី1ប្រាថ្នាកម្រិតទី2សូមឲ្យជាតិក្រោយកើតជាអ្នកមានកើតទៅជាទេវតាកើតទៅជាអីចឹងណាអាហ្នឹងកម្រិតទី2ដល់កម្រិតទី3អូជីវិតនឹងទុក្ខខ្ញុំសូមធ្វើបុណ្យនេះសូមឲ្យអីទាំងអស់គ្នាសូមឲ្យរួចផុតពីទុក្ខទៅទុក្ខកង្វល់បើទោះជាឥឡូវនៅរឹងមាំទៅបន្តិចទៅទរុនទរាជារៀបជាធិមែនទេញោមណាឡើងហើយចឹងហើយអត់មានអីជាទីពឹងទេសូមឲ្យដល់និព្វានអញ្ចឹងសេចក្តីប្រាថ្នានឹងមាន3ហ្នឹងដូចព្រះពោធិសត្វដែលក្រាបមិញហ្នឹងប្រាថ្នាឲ្យបានដល់នៅព្រះនិព្វានឲ្យបានត្រាស់ដឹងជាព្រះពុទ្ធប៉ុន្តែពេលដែលកំពុងរៀបចំធ្វើហ្នឹងមានស្ត្រីម្នាក់ឈ្មោះនាងសុមិតាហ្នឹងកូនកំមុំនៅក្នុងភូមិហ្នឹងណាឃើញលោកតានឹងជុកចាក់ក៏សួរថាលោកតាធ្វើនឹងបំណង
ធ្វើអីថាអាត្មាបំណងឲ្យបានត្រាស់ជាពុទ្ធបាននាងសុមិតានឹងយកផ្កា8តងផ្កាឈូកនេះយោមកាច់នេះ5តងជូនលោកតាបូជាលោកតា3តងទុកខ្លួនឯងបូជាពុទ្ធទីបង្កហើយប្រាថ្នាថាសូមបានធ្វើជាកន្សែងសារពេចរបស់លោកតាគ្រប់ជាតិស្គាល់ពាក្យកន្សែងសារពេចទេសូមធ្វើប្រពន្ធលោកតាបោះហ្នឹងគ្រប់ជាតិជាអ្នកបំពេញបារមីឲ្យលោកតាឲ្យតាំងចិត្តខ្លាំងណាថាទោះជាថាត្រូវអស់ជីវិតត្រូវធ្វើម៉េចក៏ដោយឲ្យតែខ្ញុំអាចជួយលោកតាឲ្យបានបំពេញបារមីត្រាស់ជាពុទ្ធបានខ្ញុំសូមចូលរួមហើយលោកថាជាតិនឹងអត់បានទេជាតិនឹងបួសហើយហើយបន្តមកបានកើតជានាងពំពាចុងក្រោយហើយនឹងនាងកើតនៅវេស្សន្តរជានាងមេត្រីនៅហើយកើតក្នុងជាតិផ្សេងទៀតជាស្វាទៅជាភរិយារបស់ព្រះអង្គកើតជារាជសីទៅជាភរិយារបស់ព្រះអង្គកើតជាកេណរាពោធិសត្វកេណរីនាងពំពានឹងឈ្មោះដើមដំបូងគេឈ្មោះសុមិតាហ្នឹងហើយបានក្រាបនៅនឹងភក់នឹងទៅពុទ្ធព្រះអង្គទីបង្កជន់ឆ្លងផុតទៅព្រះអង្គដឹងចិត្តពុទ្ធដឹងចិត្តមនុស្សក៏ពិចារណាថាតបោះនេះបានសន្សំមโนបនិធានការតាំងចិត្តនឹងយូរមកហើយវជ័យបនិធានសេចក្តីប្រាថ្នាចេញវាចានឹងក៏យូរមកហើយដែរហើយដល់ពេលនឹងគ្រប់ក៏ព្រះអង្គព្យាករថាតបោះនឹងនឹងបានត្រាស់ជាពុទ្ធព្រះអង្គនៅថ្ងៃអនាគតព្រះនាមសមណៈគោតមប៉ុន្តែត្រូវចំណាយពេលបំពេញបារមីនឹង4អសង្ខ័យ1សែនផែនដីទៀតធ្លាប់លើពាក្យអសង្ខ័យទេញោមស្ដាប់ធម៌ច្រើនណាស់កំថាណាទៅឥណ្ឌាអីដឹងរឿងចាំអស់ហើយ4អសង្ខ័យហ្នឹងផែនដីហ្នឹងមានន័យថាលេខ1ស្វ័យគុណ140អញ្ចឹងលេខ1ឲ្យ0 140ទៅក្រោយផែនដីមានន័យថាផែនដីឆេះប៉ុណ្ណឹងដងយើងកើតស្លាប់នៅលើផែនដីមួយហ្នឹងជាគោក្របីឆ្កែឆ្មាមនុស្សទេវតាគោក្របីឆ្កែឆ្មាមនុស្សទេវតានៅលើផែនដីហ្នឹងយូរផែនដីហ្នឹងឆេះម្ដងអាហ្នឹងមួយផែនដីហើយដល់ហើយផែនដីហ្នឹងវាកកើតឡើងវិញហើយយើងមកទៀតគោក្របីឆ្កែឆ្មាទៅមនុស្សទេវតាទៅផែនដីឆេះម្ដងទៀតដែរអញ្ចឹងផែនដីហ្នឹងឆេះមិន140ដងទេលេខ0ស្វ័យគុណ140 4អសង្ខ័យហើយប៉ុណ្ណឹងគុណនឹង4ទៀតហ្នឹងហើយអញ្ចឹងណាយូរប៉ុន្តែយើងហ្នឹងគាត់ទៅដូចគ្នាហ្នឹងមិនមែនតែពពោធិសត្វអ្នកអន្សំបារមីយើង4អសង្ខ័យគេដែរប៉ុន្តែអត់ទាន់បានត្រាស់ពីព្រោះយើងអត់មានការតាំងចិត្តបើព្រះអង្គព្រះពោធិសត្វលោកតាំងចិត្តដូចថាលោកមាន final destination ណា goal យើងនិយាយចឹងណាហើយយើងតាមធម្មជាតិខ្យល់បក់ទៅណាទៅហ្នឹងអញ្ចឹងបានជាយើងមិនទាន់បានត្រាស់ហ្នឹងអញ្ចឹងអ្នកដែលកំណត់គោលដៅថាសូមឲ្យបានត្រាស់ហ្នឹងវាខ្លីជាងយើងណាហ្នឹងហើយបានព្រះអង្គបំពេញបារមីមករហូតបារមីទាំង10ហ្នឹងមានទានមានសិលមាននេក្ខមៈអនុញោមចាំតានេក្ខមៈហ្នឹងចេញសាងភ្នោះបញ្ញាវិរិយៈហើយវិរិយៈស្គាល់វិរិយៈទេគេព្យាយាមណាញោមធ្វើផ្ទះនេះព្យាយាមមិនងាយបានប៉ុណ្ណឹងទេហើយនឹងខន្តីសេចក្តីអត់ធន់សច្ចៈបារមីភាពទៀង
ត្រង់ហើយនឹងអធិដ្ឋានមិនងាយអស់សង្ឃឹមមិនងាយបាក់ទឹកចិត្តញោមស្រុកយើងឥឡូវក្មេងៗឆាប់បាក់ទឹកចិត្តណាតិចតិចអូយសម្ពាធណាហ្នឹងហើយដល់ហើយរត់ចោលការងារទៅមេស្ដីឲ្យអីបន្តិចបន្តួចអូយ toxic ចាំមនុស្សហ្នឹងអញ្ចឹងហ៎ញោមហ៎សែនហ្នឹងហើយនឹងសិតតែមនុស្សខ្វះការអធិដ្ឋានខ្វះខន្តីហើយនឹងមេត្តាបារមីភាពតិចតិជុំតាមផ្លូវចិត្តអត់ងាយខឹងក្រេបខោបានណាមនុស្សយើងឥឡូវបានណាហ្នឹងហើយបើញោមនេះសមាធិនេះរៀងគ្រាន់ហើយហ្នឹងហើយគាត់បាទហើយនឹងឧបេក្ខាចិត្តជាកណ្ដាលមិនរំភើបញាប់ញ័រគេសរសើរគេនិន្ទាណាញោមណានឹងចាត់ទុកថាធម្មតាទៅហើយពុទ្ធនៃយើងនេះហាសំបារមីនឹងដូចសំក្របខ្សាច់ចូលក្នុងពាងអញ្ចឹងមួយជាតិដាក់មកក្របមួយជាតិដាក់មកក្របឧបមាដែរណាហើយទម្រាំតែពេញពាងហ្នឹងបានត្រាស់ដឹងជាពុទ្ធណាហើយយូរម៉ែងណាដូចថាក្រាស់ខ្មឹកដូចស្បែកស្អីដែលថាកាប់មុតណាដូចថាគេជាលេឈឺបើភាសាសាមញ្ញគេហៅមុខក្រាយអញ្ចឹងប៉ុន្តែពុទ្ធមិនអញ្ចឹងទេគ្រាន់តែថាព្រះអង្គអស់កិលេសដែលជាហេតុនាំឲ្យទូមនោហាហើយតែអានេះដូចថាគេយកទឹកឬក៏យកស្អីមកគប់ដុំថ្មអញ្ចឹងវាអត់កម្រើកហ្នឹងហើយព្រះអង្គប្រៀបធៀបចិត្តព្រះអង្គហ្នឹងដូចជាថ្មភ្នំអញ្ចឹងទោះជាខ្យល់ព្យុះក៏មិនអង្គើញាប់ញ័រដែរយ៉ាងណាបតីរបស់ព្រះអរហន្តហ្នឹងមានរឿងអីក៏ធម្មតាដល់ធម្មតាស្រួលដោះស្រាយដែរញោមខ្យល់ព្យុះហើយមិនអីញោមហើយបាត់ហើយប៉ុន្តែយើងនេះបឋិជនវានៅវីវក់នឹងអាខ្យល់ទៅបាត់ឯនៅវល់អត់ព្រមឲ្យវាលត់ទៅទេនឹងមានន័យថាបារមីរបស់យើងមិនទាន់ពេញបរិបូរណ៍ទេអញ្ចឹងថ្ងៃហ្នឹងយើងធ្វើកិច្ចពុទ្ធាពិស័យហ្នឹងគឺអបអរសាទរថាពុទ្ធជាម្ចាស់បានបំពេញបារមីបរិបូរណ៍បានត្រាស់ជាពុទ្ធហើយគួរឲ្យជ្រះថ្លាគួរឲ្យរីករាយគួរឲ្យអបអរសាទរថ្វាយព្រះពរជ័យព្រះអង្គអញ្ចឹងហើយយល់ណា